បាទជំរាបសួរប្រិយមិត្តទាំងឡាយជាទីគោរពនិងជាទីរាប់អានបាទនេះគឺទស្សនវិជ្ជាលើក្រុមកីឡាករទូកងក្រុមសរាយសែនជ័យហៅថាវត្តព្រែកអណ្ដើកបាទដែលកំពុងតែហាត់សមនៅលើបង្គួងបាទហើយនេះគឺបងប្អូនកីឡាករដែលប្រម៉ែប្រមូលគ្នានោះបានជិត100នាក់បាទដើម្បីមកចូលហាត់ជារៀងរាល់ថ្ងៃរសៀលបាទយើងពីយូរវាយមកហើយអត់មានទូទេឆ្នាំនេះគឺតែជំនុំក៏បានតាមទៅសាងសង់យកទូមកពីខាងកម្ពុជាទៅសម្រាប់ឲ្យខាងពុទ្ធបរិស័ទនៅจังหวัดព្រៃដែលយើងទាំងមូលនោះថាឲ្យបានតាមថែរក្សាប្រពៃណីខ្មែររបស់ថាបានអស់របស់ប្រពៃយើងនេះថាបងប្អូនដែលគណៈកម្មការដែលកីឡានៅខាងព្រៃកណ្ដាលថាយ៉ាងអយ៉ាងព្រៃលេងថាគឺដំបូងបំផុតទៅបានទទួលស្គាល់នឹងថាវត្តគឺកីឡាយើងនេះបាទឃើញថាបងប្អូនយើងទាំងអស់គ្នានឹងស្រុកខ្លួនគ្នាគឺថាបានមកកៅវត្តហាត់នេះថាគឺត្រឹមគុំនឹងទុកចាត់ចែងគឺថាសប្បាយចិត្តគឺថាខាងកីឡានឹងសប្បាយចិត្តរំភើបក្រៃលេងមានអ្វីឧបមាបានទេសោកស្រួលបានអស់ពីទឹកចិត្តព្រមពីយើងចាប់ដើមមុនដំបូងនេះថាបានអស់ចិត្តព្រមពីកីឡាគេដែលអ្នកដែលវត្តដែលនេះគេបានឆ្លងកាត់ហើយឥឡូវនេះឧបសគ្គជាច្រើនយ៉ាងដែរទោះបីយ៉ាងណាក៏ដោយក៏ឧបសគ្គនឹងត្រូវតែឆ្លងកាត់ឲ្យបានสบายจัดนะไงเสียเรามองไปหลังมาเลยมาหากระดาษห้าเลี้ยงกับมาđây mong cười cho mong uốn màu khách chẳng á sống phú mau chở nè đi dưng mình để ban tu có đi qua dưng đồ ban tu dân chơi tụi mau ủng hộ chẳng á chơi khi mong uốn khách chơi không bận đây dân chơi bận tam đây tôi luôn lưỡi chơi bận tới đây ủng hộ đâu vậy tôi ơi tụi bạn chơi dòng các bạn nó dòng bạn các bạn đây bạn chơi cái nàyមូលហេតុទី1ដោយសារវត្តអាកាលពី100ឆ្នាំជាងហ្នឹងមានទូកង2គ្រឿងហើយពីហ្នឹងទៅពីចំនួនដេគុណលីស៊ុំហ្នឹងឯងប្រកជាលីស៊ុំលោកមានទូកដែលអញ្ចឹងទៅពីហ្នឹងមកហ្នឹងវាជាង100ឆ្នាំហើយដែលយើងអត់មានទូកចូលរួមដើម្បីថែរក្សានៅប្រពៃណីខ្មែររបស់នេះយើងអញ្ចឹងនៅក្នុងឆ្នាំនេះអាត្មានឹងប្រូថាវត្តថាមានការថែរក្សានៅវប្បធម៌ប្រពៃណីជាពិសេសការសិក្សារៀនសូត្របានបើកថ្នាក់បល័យទី1បល័យទី2និងបល័យទី3ព្រមទាំងនៅក្នុងនឹងមានឆៃយ៉ាំភ្លេងពិនគ្រប់សពបែបយ៉ាងក៏ប៉ុន្តែខ្វះតែមួយយ៉ាងគឺទូកងនឹងឯងអញ្ចឹងអាត្មាក៏បានព្រួយផ្ដើមឡើងដើម្បីឲ្យការចងចាំបងប្អូនយើងថាយុគទូកយើងក៏មកឡើងមកវិញហើយការដែលថែរក្សាប្រពៃណីគឺកីឡាករអុំទូកងនឹងឯងព្រោះហ្នឹងហើយបើទូកមិនលេងអស់100ឆ្នាំហ្នឹងទៅលេងនៅកន្លែងណាខ្លះបែបអាត្មាក៏បានស្ដាប់ឮចាស់គាត់និយាយដែរគាត់ថាកាលពីមុនលេងនៅខាងស្អីភូមិធัวនៅខាងនេះមិនដំបងហ្នឹងហើយហើយក្រោយហ្នឹងមកពូយាណាពីពូយាហើយពីហ្នឹងឈប់លេងណាចាប់ដើមឈប់លេងមកបានពូយាមកប្រហែលហ្នឹងបាទហើយក្រោយហ្នឹងឈប់លេងហ្នឹងអរិយាកាលមួយសតវត្សហើយដែលយើងមិនបានក្រុមទូកងយើងក៏អាចតែបានចូលរួមក្នុងពិធីបណ្ដុះបុកបណ្ដងទូកង
ហើយតើនេះគឺជាលើកដំបូងឯងយើងថាជាលើកដំបូងចុះប៉ុន្តែការជាគួរcủaអរណាចលនាបងប្អូនដែលមកចូលរួមតើមានការជួបពីពិបាកឬក៏ងាយស្រួលយ៉ាងណាទេនិយាយរួមទៅនៅក្នុងចំណុចជើងវត្តអាត្មានេះការដែលយើងឲ្យបវរណាការចូលរួមថែរក្សាប្រពៃណីជាកីឡាករអុំទូកនោះមានការសាមគ្គីគ្នាខ្លាំងមែនទែនអត់មានការលំបាកទេដោយសារមួយបងប្អូនយើងគាត់ស្រឡាញ់គាត់ចូលចិត្តហើយគាត់ពេញចិត្តមួយទៀតមកការវឹកហាត់ណាអត់មានដូចជាឲ្យនៅអង្គអីរមីអីឲ្យទេមានថាស្ម័គ្រចិត្តទាំងអស់ចាប់ដើមពីគ្រូប្រវត្តិក៏ស្ម័គ្រចិត្តនិងអ្នកដែលកីឡាករហាត់ក៏ស្ម័គ្រចិត្តទាំងអស់នឹងហើយអ្នកខ្លះគាត់មកគាត់ទិញមីមកដើម្បីមកចូលរួមចែកចាយគ្នាអ្នកខ្លះមកទិញទឹកមកចែកបងប្អូនគ្នាហូបទាំងអស់ហ្នឹងហើយនៅនោះមានថាមានការសាមគ្គីគ្នាការស្រឡាញ់គ្នាហើយជាពិសេសនៅការកីឡាករទូកងនឹងអាត្មាមានច្បាប់ទូកងដើម្បីថែរក្សាបើសិនជាយើងអត់មានច្បាប់ទេមិនយូរទេទូកងរបស់យើងមិនអាចនឹងហៅថាឈានទៅមុខបានដោយសារកាលណាដែលយើងអត់មានច្បាប់មានការចរាចរណ៍ផ្សេងទៅវាពិបាកបាត់ការទីកន្លែងហៅថាការសាមគ្គីគ្នាហ្នឹងព្រោះហ្នឹងanh nhìn tục ngồi đấy cái mà mơ hay xíu Ủa qua bị đợt mấy cô vụ bị đợt có vụ tiền đỡ kìa hay cả tụi mình có vụ nữa quạch nữa quạch ra về gì à hay là có vụ nó mấy chờ khi hạt đây chọn tầm mới rồi gì hay là tính cái chồng ông ấy ông đấy ông đá gì không ông đá cái cha nó nát cha nó hiện lại cái cha nó nát nó bự sâu bằng nát bự sâu nó nát nó cây xăng bên phải cây xăng bên dưới cha ôi chú là bị phê nhau chứ cái hông bự sâu win này cái hông bự sâu này á bự sâu nó hàng ông có tốn hay ông này đấy hiện mấy ông mấy men pu rồi men pu miếng bò hay ông mà mới pu hay là pu nó bị cõi pu thọp tụm đâu đi đấy pu tôi lo mana pu men thọp tụm nó pu gì đây vậy bên đây pu mê chá nát mày nhà pu nát pu mua sọt màu vàng pu sọt màu vàng